ព្រះបន្ទូលលើកទឹកចិត្តរូបភាពអភិវឌ្ឍនៃជីវិតយើងអត្ថបទគម្ពីរនិខេមណាំងជំពូក19ខ3ដល់ខ6ចំណែកឯម៉ូសេលោកក៏ឡើងទៅឯព្រះនោះព្រះយេហូវ៉ាទ្រង់មានប្រាប់បន្ទូលហៅលោកពីលើភ្នំថាចូលឯងនិយាយនឹងពួកវង្សយ៉ាកុបហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសអេស៊ីបហើយនឹងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផងដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវហើយកាន់តាមសេចក្តីសញ្ញារបស់អញនោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសត្បិតផែនដីទាំងមូលជារបស់ផងអញឯងរាល់គ្នានឹងបានធ្វើជានគរដល់អញដែលសុទ្ធតែជាសង្ឃហើយជាសាសបរិសុទ្ធឲ្យអញដែរខ្ញុំចាំបាននៅភាពយន្តឯកសារទូរទស្សន៍មួយស្ដីអំពីតារាបាល់ទាត់ម្នាក់មកពីសហគមន៍ដ៏លំបាកមួយគន្លឹះក្នុងការជោគជ័យនិងបរាជ័យនៅក្នុងជីវិតរបស់គាត់គឺមិនត្រូវភ្លេចថាគាត់មកពីណាគាត់ចង់សំដៅទៅលើគ្រប់កាលៈទេសៈទាំងអស់សូមកុំភ្លេចស្រឡាញ់គ្រួសារការពិតនៃសង្គមនិងពីរបៀបដែលលោកអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយបង្ហាញថាតើអ្នកជាមនុស្សបែបណាប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំនឹកឃើញនិងរំលឹកខ្ញុំពីការដែលខ្ញុំបានទៅលេងផ្ទះជីដូនជីតារបស់ខ្ញុំហើយនាំគ្នាមើលកម្រងរូបភាពនិងសប្បាយរីករាយនៃការមើលម្ដងមួយសន្លឹករបស់សាច់ញាតិនិងព្រឹត្តិការណ៍ដែលគួរឲ្យស្រឡាញ់ចំពោះយើងរូបភាពទាំងនោះបាននិយាយអំពីសេចក្តីជំនឿរបស់គ្រួសារខ្ញុំលើព្រះយេស៊ូវគ្រីស្ទសេចក្តីស្រឡាញ់ដែលគ្រួសារខ្ញុំមានចំពោះគ្នាទៅវិញទៅមកនិងបញ្ហាប្រឈមពិតប្រាកដដែលពួកយើងមាននៅក្នុងជីវិតដូចមនុស្សគ្រប់រូបដែរចំណុចសំខាន់នោះគឺកុំភ្លេចថាអ្នកមកពីណាជាពិសេសត្រូវចេះគោរពមនុស្សដែលយើងស្រឡាញ់ចេះលះបង់ចេះផ្ដល់កិត្តិយសនិងចេះតស៊ូដូចដែលមនុស្សជាច្រើនបានធ្វើទើបអ្នកអាចក្លាយទៅជាមនុស្សដែលអ្នកមានដូចសពថ្ងៃនេះរឿងនោះជាទិដ្ឋភាពនៃអ្វីដែលព្រះជាម្ចាស់កំពុងមានប្រាប់បន្ទូលទៅកាន់អស់អ្នកដែលជឿលើព្រះរបស់អាប់រ៉ាហាំអ៊ីសាកនិងយ៉ាកុបដែលជាអ្នកដែលបានបញ្ជូនបរិជ្ជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវឲ្យធ្វើជាព្រះមេស៊ីជាព្រះអង្គសង្គ្រោះរបស់យើងលោកម៉ូសេកំពុងប្រាប់ប្រជាជនរបស់ព្រះឲ្យសម្លឹងមើលសេចក្តីស្រឡាញ់របស់ព្រះដែលបានប្រោសលោះស្ដារឡើងវិញហើយនៅតែផ្គត់ផ្គង់ដល់អ្នកជឿដល់ទ្រង់ជាមួយនឹងជីវិតដ៏នៅអស់កលជានិច្ចនិងការសង្គ្រោះអំណរនិងសន្តិភាពពេលយើងពិចារណាអំពីព្រះរាជសកម្មភាពរបស់ព្រះជាម្ចាស់នោះពិតជាអាចផ្ដល់អំណាចឲ្យយើងរស់នៅដោយមានក្តីសង្ឃឹមទោះជាមានអ្វីអាចកើតឡើងនាពេលអនាគតក៏ដោយដូច្នេះពេលដែលលោកអ្នករីករាយនឹងរូបថតគ្រួសាររបស់លោកអ្នកលើកក្រោយសូមមើលព្រះគម្ពីរហើយមើលពីរបៀបដែលព្រះសង្គ្រោះប្រជារាស្ត្រទ្រង់ឲ្យរួចពីទេសភាពនាំពួកគេទៅរកសេរីភាពហើយសន្យាថាពួកគេនឹងមានជីវិតនិងសេចក្តីសង្គ្រោះនៅក្នុងព្រះនាមទ្រង់យើងឃើញរឿងនេះយ៉ាងច្បាស់នៅលើឈើឆ្កាងនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវជារូបភាពលើសពីកិច្ចការមួយជីវិតរបស់លោកម៉ូសេប៉ុន្តែគាត់ដឹងថាព្រះជាម្ចាស់បាននឹងកំពុងតម្រង់ផ្លូវគាត់លោកម៉ូសេមិនដែលភ្លេចថាគាត់មកពីណានោះទេគាត់
គឺជាអ្នកជឿលើព្រះដែលតែងតែរក្សាសេចក្តីសន្យារបស់ទ្រង់ហើយដំណឹងល្អនោះបានធ្វើឲ្យមានភាពខុសគ្នាទាំងស្រុងនៅក្នុងការរស់នៅក្នុងពេលនេះនិងនាពេលអនាគតយើងក៏អាចក្រឡេកមើលទៅក្រោយដោយឆ្ពោះទៅមុខដោយចិត្តក្លាហានពីព្រោះយើងមានព្រះអង្គសង្គ្រោះដែលបានធានាអនាគតរបស់លោកអ្នកនិងខ្ញុំដោយព្រះគុណរបស់ទ្រង់រួចហើយសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះបិតាដែលគង់នៅឋានសួគ៌អើយសូមទ្រង់បង្រៀនទូលបង្គំយើងខ្ញុំឲ្យចាំពីសេចក្តីជំនឿនិងក្តីស្រឡាញ់របស់ទ្រង់ជាពិសេសបង្ហាញឲ្យយើងឃើញព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទទូលបង្គំយើងខ្ញុំសូមអធិដ្ឋានដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនតើលោកអ្នកស្គាល់នរណាម្នាក់ដែលអាចប្រឈមនឹងគ្រាលំបាកដែលនឹងមកដល់ដែរឬទេតើអាចជោគជ័យបានដោយរបៀបណាតើព្រះជាម្ចាស់ចង់ឲ្យលោកម៉ូសេរំលឹកប្រជាជនអ៊ីស្រាអែលអំពីអ្វីពីស្រុកអេស៊ីបតើសកម្មភាពអ្វីរបស់ព្រះដែលលើកទឹកចិត្តដល់លោកអ្នកសូមអរគុណសូមព្រះប្រទានពរ